นี่คือภาพยนตร์គំនូរជីវចលដែលបង្កើតឡើងដំបូងគេបំផុតដែលមានឈ្មោះថា Phantasmagoria ដែលត្រូវបានបង្កើតឡើងដោយលោក Emma Cole ក្នុងឆ្នាំ 1857 ដល់ឆ្នាំ 1938 ដែលលោកគឺជាអ្នកគំនូរជីវចលជនជាតិបារាំងភាពយន្តគំនូរជីវចលខ្លីនេះមានរយៈពេលប្រហែល1នាទីនិង20វិនាទីហើយត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី17ខែសីហាឆ្នាំ 1908 នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង Emma Cole ត្រូវបានគេចាត់ទុកថាជាបិតានៃគំនូរជីវចលប្រទេសបារាំងភាពយន្តគំនូរជីវចល Phantasmagoria ត្រូវបានផលិតឡើងនៅក្នុងពេលដែលលោកធ្វើការនៅក្នុងក្រុមហ៊ុនភាពយន្តមួយកន្លែងដែលមានឈ្មោះថា Gaumont ដែលជាក្រុមហ៊ុនភាពយន្តធំបំផុតមួយនៅក្នុងប្រទេសបារាំងនាពេលនោះមុននឹងចាប់ផ្ដើមអាជីពជាអ្នកបង្កើតភាពយន្តគំនូរជីវចលនេះលោកធ្លាប់ជាអ្នកគំនូររូបតុក្កតានិងជាអ្នកសរសេរអត្ថបទកំប្លែងផងដែរដំណើរការផលិតភាពយន្ត Phantasmagoria មានភាពស្មុគស្មាញនិងទាមទារភាពអត់ធ្មត់យ៉ាងខ្ពស់បំផុតលោក Emma Cole បានគូររូបនីមួយៗដោយដៃនៅលើក្រដាសដោយប្រើទឹកថ្នាំពណ៌ខ្មៅរូបគំនូរទាំងនោះមានតួអង្គតូចៗជាច្រើនដែលផ្លាស់ប្ដូររូបរាងទៅតាមលំដាប់លំដោយលោកបានគូររូបប្រមាណ700សន្លឹកដើម្បីបង្កើតចលនានោះដើម្បីធ្វើឲ្យរូបភាពមានចលនាលោក Cole បានប្រើបច្ចេកទេស stop motion ដែលមានន័យថាលោកបានថតរូបភាពគំនូរម្ដងមួយសន្លឹកដោយរៀបចំកាមេរ៉ាឲ្យនៅលើពីរូបគំនូរនោះបន្ទាប់ពីថតរួចលោកបានយករូបគំនូរទាំងនោះមកកាត់តម្រៀបដែលធ្វើឲ្យរូបភាពចុងក្រោយមានផ្ទៃខាងក្រោយពណ៌ខ្មៅនិងមានគំនូរពណ៌សភាពយន្តនេះបង្ហាញពីលក្ខណៈ surrealist ដែលតួអង្គមានការផ្លាស់ប្ដូររូបរាងឥតឈប់ឈរដោយបរិះម្នាក់ដែលបានប្រែក្លាយទៅជាដបស្រាហើយបន្ទាប់មកក៏បានប្រែក្លាយទៅជាផ្ការូបរាងរបស់វត្ថុនានាត្រូវបានផ្លាស់ប្ដូរដោយឥតឈប់ឈរដែលបង្ហាញពីភាពច្នៃប្រឌិតនិងការសម័យសម័យរបស់លោក Emma Cole ភាពយន្ត Phantasmagoria មិនត្រឹមតែជាភាពយន្តគំនូរជីវចលដំបូងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសក្ខីភាពមួយបង្ហាញពីការច្នៃប្រឌិតនិងភាពប៉ិនប្រសប់របស់លោក Emma Cole ក្នុងការបង្កើតសិល្បៈថ្មីមួយនេះឡើងហើយក៏បានក្លាយទៅជាកេរដំណែលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រគំនូរជីវចលហើយក៏ជាគំរូដើមសម្រាប់អ្នកបង្កើតភាពយន្តជំនាន់ក្រោយផងដែរតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគំនូរជីវចលដំបូងគេបំផុតនេះសូមខមមិននៅខាងក្រោមវីដេអូនេះម្នាក់មួយផងណា Follow សម្រាប់វីដេអូក្រោយ